Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កូននិស័យសម្រាប់រឿងមុនចូលដល់សាច់រឿង admin សូមសំណូមពរអ្នកទាំងអស់គ្នាចូលចុច like ចូល comment share ក៏ដូចជា subscribe admin ម្នាក់មួយផងណាដើម្បីទទួលបានរឿងថ្មីៗនៅពេលដែល admin ធ្វើការផុសនៅក្នុងភាពមុន Francis បានចូលទៅនិយាយជាមួយ Melly យ៉ាងជិតប្រៀបដូចជាការថាអញ្ចឹងបើសិនជាយើងមើលពីចម្ងាយហើយពេលនោះស្រាប់តែ Edric ក៏បានចូលទៅដល់ពេលនោះ Francis ក៏បាននិយាយថាអូព្រះអើយសម្ដេច Felton មិនមែនសម្ដេចនៅជាមួយ Rosalind ទេអី Melly បាននិយាយថាសម្ដេច Felton រួចក៏បានធ្វើការងារទៅមើលហើយស្រាប់តែឃើញថានោះគឺជា Edric គេបានរត់សម្ដៅយ៉ាងលឿនមកដល់ Francis មួយដៃពេលនោះ Melly ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏និយាយថា Edric ឈប់ទៅពេលនោះ Edric មានអារម្មណ៍ថាខឹងយ៉ាងខ្លាំងហើយក៏ងាកសម្លឹងទៅមើល Melly ហើយក៏និយាយថាហេតុអ្វីបងត្រូវឈប់ព្រោះម្នាក់នេះព្យាយាមធ្វើបាបអូនឬក៏អូនចង់និយាយថាអ្វីដែលបងមើលឃើញគឺជាការយល់ច្រឡំចំណែកឯ Francis វិញយើងមិនចាំបាច់មើលទេគឺថាខ្ញុំមកចំហៀងបាត់ទៅហើយ Melly ក៏បាននិយាយបន្តថាគាត់មិនបានធ្វើខុសទេខ្ញុំជាអ្នកដែលហៅគាត់ឲ្យចូលមកក្នុងបន្ទប់របស់ខ្ញុំដោយខ្លួនឯងពួកយើងបានជួបគ្នាដោយចៃដន្យហើយពួកយើងក៏រៀបចំនឹងបាយគ្នាពេលដែលនិយាយគ្នាបន្តិចបន្តួចហើយ Melly បានគិតថាប្រសិនបើអ្នកប្រុស Francis លើកឡើងពីកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំវានឹងធ្វើឲ្យរឿងរ៉ាវកាន់តែស្មុគស្មាញវាធ្វើឲ្យខូចកិត្តិយសរបស់ខ្ញុំប៉ុន្តែវាជាវិធីតែមួយគត់ដែលខ្ញុំអាចធ្វើបានដើម្បីយកគាត់ចេញពីទីនេះឲ្យបានលឿន Edric ក៏បាននិយាយបែបនេះឬរួចក៏បានបែរទៅរក Francis ហើយក៏និយាយថាមើលទៅខ្ញុំដូចជាបានយល់ច្រឡំទៅលើអ្នកប្រុសហើយខ្ញុំស្មានថា Melly ត្រូវបានមនុស្សប្លែកមុខធ្វើបាប Francis បានក្អកហើយនិយាយថាវាមិនអីនោះទេវាគឺជាស្ថានភាពដែលធ្វើឲ្យងាយស្រួលក្នុងការយល់ច្រឡំណាស់ពេលនោះ Edric ក៏បាននិយាយថាអូព្រះអើយមើលទៅអ្នកប្រុសដូចជាបែកមាត់ហើយខ្ញុំអត់ចង់ស្អីអីប៉ុន្តែទប់ស្អីអត់បានអញ្ចឹងណាហើយគេក៏បានលូកយកកសែងដែលអ្នកប្រុស Francis បានឲ្យ Melly នៅថ្ងៃមុននោះយកមកឲ្យ Francis វិញហើយក៏និយាយថាខ្ញុំនឹងធ្វើការបកស្រាយរឿងរ៉ាវនេះទៅកាន់ Rosalind ដូច្នេះអ្នកប្រុសអាចចេញទៅវិញបានហើយមិនចង់ឲ្យវាបន្សល់ស្នាកស្នាមទេមែនទេហើយ Francis ក៏ញញឹមឬក៏តបថាអរគុណសម្រាប់ការគិតគូររបស់សម្ដេចរួចក៏ដើរចាក់ចេញទៅហើយនៅពេលដែលដើរកាត់ Melly Francis ក៏បាននិយាយថាអ្នកនាង Melly លើកក្រោយចាំពួកយើងបន្តការសន្ទនារបស់ពួកយើងបន្តទៀតឲ្យខ្ញុំសុំទោសសម្រាប់រឿងរ៉ាវដែលខ្ញុំបានបង្កនៅក្នុងថ្ងៃនេះផង Melly ក៏បាននិយាយទៅកាន់ Edric ថា Edric ហេតុអ្វីបានជាអ្នកប្រុសចុះមកក្នុងបន្ទប់របស់ខ្ញុំរួចក៏គិតថាគាត់ប្រហែលជាខកចិត្តនឹងខ្ញុំណាស់ហើយមើលទៅគាត់ប្រហែលជាគិតថាខ្ញុំគ្មានភាពខ្មាស់អៀនទេដែលបាននាំគូស្នេហ៍របស់ស្ត្រីម្នាក់នោះចូលមកក្នុងបន្ទប់របស់ខ្ញុំ Edric ក៏បាននិយាយទៅកាន់ Melly តើអ្នកទាំងពីរបាននិយាយគ្នាអំពីអ្វីវាមិនដូចជាចរិតរបស់អូននោះទេក្នុងការចង់ចេះដឹងរឿងរបស់អ្នកដទៃតើអូនពិតជាចាប់អារម្មណ៍ទៅលើអ្នកប្រុស Francis មែនឬ Melly បានតបថាវាមិនមានរឿងបែបនោះទេហើយគិតទៅដល់ពាក្យសម្ដីរបស់ Francis ដែលមានជាមួយនាងថាក្តីសង្ឃឹមគឺមានរសជាតិផ្អែមជាងអ្វីៗទាំងអស់ក្តីសង្ឃឹមត្រូវហើយខ្ញុំខុសគ្នាទាំងស្រុងពីគាត់ដរាបណាខ្ញុំដឹងអំពីឋានៈរបស់ខ្លួនឯងយ៉ាងហោចណាស់ខ្ញុំក៏អាចស្ថិតនៅក្នុងទីតាំងមួយដែលអាចមើលទៅកាន់ Edric បានរួចក៏និយាយឡើងថាតាមពិតទៅពួកយើងទាំងពីរនាក់បាននិយាយអំពីអ្នកប្រុសនិយាយអំពីបងតើបាននិយាយអ្វីទៅឥឡូវនេះបងពិតជាចង់ដឹងណាស់ថាតើអូនបាននិយាយអ្វីខ្លះអំពីបង Melly ក៏បាននិយាយថាខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលអ្នកប្រុស Francis កុំឲ្យលូកដៃចូលទៅក្នុងការរៀបការរបស់អ្នកប្រុសខ្ញុំបានសូមឲ្យគាត់ដោះលែងអ្នកនាង Rosalind ហើយឲ្យគាត់ព្យាយាមរក្សាគម្លាតពីអ្នកទាំងពីរពេលដែលឮបែបនោះធ្វើឲ្យ Edric មានអារម្មណ៍ថាភ្ញាក់ផ្អើលនិងមានការអន់ចិត្តចំពោះសម្ដីរបស់ Melly បាននិយាយមកហើយ Melly បាននិយាយបន្តទៀតថាអ្នកប្រុសនិយាយថាលោកប្រុសមិនខ្វល់ទេប៉ុន្តែខ្ញុំគិតថាការរៀបការគួរតែចាប់ផ្ដើមពីការជឿជាក់គ្នា Edric ខ្ញុំពិតជាចង់ឲ្យអ្នកប្រុសមានសុភមង្គល Edric ក៏បាននិយាយទៅកាន់ Melly ដោយទឹកមុខមិនសប្បាយចិត្តថាការបារម្ភនោះអត់ប្រយោជន៍ទេ Melly Rosalind ហើយនឹងបងរៀបការក៏ព្រោះតែវាមានផលប្រយោជន៍ដល់គ្រួសាររបស់ពួកយើងតែប៉ុណ្ណោះរឿងផ្សេងទៀតក្រៅពីនេះមិនជាបញ្ហាឡើយនៅពេលដែលលើបែបនេះ Melly ក៏បានសម្លឹងទៅកាន់ Edric រួចក៏បានទម្លាក់ទឹកមុខចុះហើយក៏និយាយថាខ្ញុំសុំទោស
ដែលចេះដឹងរឿងខុសរបៀបហើយគិតថាគាត់និយាយត្រូវហើយតើខ្ញុំដឹងអ្វីខ្លះពីអ៊ីត្រិចទៅស្រាប់តែពេលនោះអ៊ីត្រិចក៏បាននិយាយថាប៉ុន្តែអូនមិនបានធ្វើខុសទាំងស្រុងទេស្ត្រីអាភិះម្នាក់នោះមិនស័ក្តិសមនឹងធ្វើជាស្រីកំណាន់នៃគ្រួសារ Felton ផងហើយសត្វរុយក្បាលខៀវដែលនៅក្បែរខ្លួនរបស់នាងក៏គួរឲ្យរំខានដែរបងគិតថាវានឹងល្អប្រសើរបើបងបញ្ឈប់បង្កការនេះនៅពេលដែលឮបែបនេះមេលីមានអារម្មណ៍ថាភ្ញាក់ផ្អើលហើយត្រិចបាននិយាយបន្តបងគួរតែជូនដំណើរអ្នកនាងរ៉ូសាលីនទៅផ្ទះវិញវាមើលទៅដូចជាអូនត្រូវញ៉ាំអាហារពេលល្ងាចម្នាក់ឯងហើយតើអូនអាចញ៉ាំម្នាក់ឯងបានទេរួចគេក៏បានធ្វើការដើរទៅបាត់ទៅដោយទុកឲ្យមេលីនៅគិតតែម្នាក់ឯងតើអ៊ីត្រិចធ្លាប់ដែលធ្វើការផ្លាស់ប្ដូរការសម្រេចចិត្តរបស់គាត់ដែរឬនៅពេលដែលដើរតាមផ្លូវអ៊ីត្រិចបានគិតថាខ្ញុំមិនប្រញាប់ប្រញាល់ក្នុងការរៀបការទេដូច្នេះខ្ញុំអាចចំណាយពេលពិចារណារកកូនស្រីពីផ្ទះផ្សេងទៀតបានពីព្រោះរឿងលើកនេះពួកគេជាអ្នកដែលខាតបង់មិនមែនខ្ញុំទេហេតុអ្វីខ្ញុំត្រូវអត់ឱនចំពោះក្មេងគ្មានមាយាទដែលពឹងផ្អែកទាំងស្រុងលើឪពុកម្ដាយរបស់នាងហើយមិនអាចគ្រប់គ្រងជីវិតរបស់នាងបានផងឬក៏បុរសលោភលន់ម្នាក់នោះដែលមិនស្គាល់ទីកន្លែងរបស់ខ្លួនហើយចង់បានអ្វីដែលមិនមែនជារបស់ខ្លួនមិនចាំបាច់ទ្រាំទ្រនឹងពួកគេទេតើអ្វីទៅដែលធ្វើឲ្យខ្ញុំស្រាប់តែខ្វល់ខ្វាយអំពីរឿងដែលខ្ញុំមិនធ្លាប់យកចិត្តទុកដាក់ពីមុនមកហើយគេក៏បាននឹកឃើញអំពីមេលីដែលបាននិយាយមុននេះគាត់មិនបានធ្វើខុសទេខ្ញុំបានព្យាយាមបញ្ចូលអ្នកប្រុសហ្វ្រង់ស៊ីសដើម្បីឲ្យគាត់គំលុកដៃចូលក្នុងការរៀបការរបស់អ្នកប្រុសអ៊ីត្រិចខ្ញុំពិតជាចង់ឲ្យអ្នកប្រុសមានសុភមង្គលហើយគេក៏បានសើចតែម្នាក់ឯងហាមេលីហេតុអ្វីនាងនិយាយថាចង់ឲ្យខ្ញុំមានសុភមង្គលពេលដែលខ្ញុំរៀបការនឹងសច្ចាប្រណិធានជាមួយស្រីផ្សេងនាងសំអាងអីហ៊ានជូនពរខ្ញុំមានអារម្មណ៍ដូចជាខ្ញុំកំពុងក្លាយជាមនុស្សម្នាក់ផ្សេងទៀតដែលខ្ញុំលែងស្គាល់ទៀតហើយប្រសិនបើខ្ញុំតាមដានប្រភពនៃអាកប្បកិរិយាមិនសមហេតុផលទាំងនេះវាតែងតែទៅបញ្ចប់នៅត្រង់ Melly Inwood វាហាក់ដូចជាបញ្ហាគឺស្ថិតនៅជាមួយខ្ញុំពីព្រោះខ្ញុំលែងចាត់ទុក Melly ជាក្រុមគ្រួសាររបស់ខ្ញុំទៀតហើយធ្វើឲ្យខ្ញុំខ្លាយទៅជា Melly Felton ទៅមកខ្លាយទៅជាគ្រួសារដ៏ពិតប្រាកដទៅអ៊ីត្រិចហើយអ៊ីត្រិចបានគិតបន្តទៀតថាខ្ញុំចង់រក្សា Melly នៅក្បែរខ្លួនខ្ញុំទោះបីជាវត្តមានរបស់នាងមិនមានប្រយោជន៍អ្វីក៏ដោយ Melly Felton គិតឡើងវិញទៅវាក៏មិនអាក្រក់អ្វីដែរប្រសិនបើនាងមិនមានប្រយោជន៍ទេនោះខ្ញុំនឹងធ្វើឲ្យនាងមានប្រយោជន៍យ៉ាងហោចណាស់នាងស្ដាប់បង្គាប់ជាងរ៉ូសាលីននោះហើយជាចំណុចវិជ្ជមានមួយរបស់នាងល្អណាស់ធ្វើបែបនេះចុះពីព្រោះមានវិធីផ្សេងទៀតដើម្បីផ្លាស់ប្ដូរត្រកូលក្រៅពីការសុំយកមកចិញ្ចឹមជាប្អូនស្រី